Sơ từng chăm sóc bệnh chi, bởi cha hay lông từ thuốc bệnh chi mê bạ, máu đực nôm cà lòng lực nỉ, lời đào tới từ vô cầm lang quân triệt thùng, ngày nỉ sơ từng kia chụp chung kia được không cà lòng, vậy đang chia chành, ấy lớn nỉ, nè đã làm phần cuộc bồn. Mau pi sả lá chinh chứ. Cú bồn tọp, thiên chiประกวดជាមួយនឹងស៊ូថៃភិញ ស៊ូថៃភិញគេពិតជាមកមែន3ឆ្នាំមិនបានជួបគេរីកចម្រើនខ្លាំងណាស់ កុំធ្វើពុតអីថាមកពុតពពកហោះរាប់រយយោជ វ៉ាអូអនណាតាមកឌិនម្នាក់ប្រាជើនោះចេតនាសម្រាប់ខ្លាំងគេមានប្រវត្តិមកពីណា ម្នាក់នឹងឈ្មោះថាធិនឈីហាត់វិជាគុណតកោជើងអន្ត្រីខ្មោចចិញ្ចឹមធាតុដោយការសម្លាប់ គូបន្ទាប់ធានឈីតទល់នឹងស៊ូថៃភិញ ស៊ូថៃភិញគេពិតជាមកមែន3ឆ្នាំមិនបានជួបគេរីកចម្រើនខ្លាំងណាស់ កសែភ្នែកគេលាក់បានកម្លាំងជាងមុនតែគូស្ដាយថៃភិញគឺសួយហើយការប្រកួតដំបូងគឺបានជួបជាមួយនឹងធានឈីខ្លាចតែទ្រាំមិនបានមួយក្បាច់ទេ សម័យនេះទៅហើយសូម្បីតែមនុស្សថ្នាក់ទាបក៏អាចចូលមកប្រឡងបានដែរ សម្លៀកបំពាក់ចាស់តាយ៉ាងម៉េចតាំងពីកាលណាដែលប៉ះវាស់មនុស្សលើសម្លៀកបំ សើ ពា ប ក់ អូនស្រីអាចចិត្តទុនពេកហើយហាត់គុណគឺវាស់លើសមត្ថភាពនិងគ្រឹះពិតប្រាកដមនុស្សដូចគេនេះមានអនាគតស្អីទៅ មនុស្សចង់ចៃបំពាក់បរោះក៏ធ្លាប់ខ្វៀលគោដែរចង់ថាបំពាក់បរោះក៏គ្មានអនាគតដែរមែនទេ មានអ្វីត្រូវប្រកែកគ្នាផ្ដល់អារម្មណ៍មួយការប្រកួត ការប្រកួតចាប់ផ្ដើម យើងប្រាតែមួយជើងក៏អាចជួយជីវិតអាចបានដែរ ថៃភិញគេផុតពីក្បាច់ជើងសម្ហល់ មិនស្មានថាថៃភិញតាមទល់បានស្មាតដៃនឹងគេសោះនេះជាក្បាច់ដើរអី ប្រហែ ទៅ លជាក្បាច់គុណតោឃីវ មិនក៏គេដឹងជាវិជាគុណដែលមានកម្លាំងខ្លាំង ប្រហែលជាមកពីតោឃីវគឺជាវិជាគុណតែមួយគត់ដែលគេមានលទ្ធភាពទិញបានតពីនេះទៅគឺដល់វិនបង្ហូរឈាមមកហើយ ថៃភិញđangត្រូវធានឈីហើយ មិនស្មានថាគេអាចសង្កត់ក្បាច់ធានឈីបានសោះយើងមិនអាចចាញ់ក្រោមដៃអាសម្រាប់នេះបានទេហើយច្រាក់មកខំជាងទេទៅងាប់ទៅ ក្បាច់នេះច្បាស់ជាវិជាបិសាចមានជាតិពលហើយហេតុអីមកមានអ្នកទៅខាត់ ឃើញដែរទេឥឡូវនោះត្រូវធានឈីដេញធាក់គូតហើយទ្រាំមិនបានយូរនោះទេ ក្បាច់កូនកោខៀវគ្រាន់តែជាវិជាមូលដ្ឋានតែក្នុងដៃថៃភិញបាច់ជាមានកម្លាំងខ្លាំងម្ល៉េះគេធ្វើវាបានយ៉ាងម៉េច ស្ដាយថាក្បាច់នេះប្រើកម្លាំងខ្លាំងពេកហើយម្ចាំងថៃភិញទើបតែហាត់បាន3ឆ្នាំទេ វងគោបោះពួយសូម្បីតែក្បាច់ដែលភ្នោះប្រាច់បែបនេះក៏ហ៊ានប្រើដែរគ្រាន់តែជាការរើបំរើរបស់មនុស្សមុនពេលស្លាប់តែប៉ុណ្ណោះ ត្រឹមជាក្មេងកម្រិតទ្វីដំបងសោះហ៊ានប្រើវិជាគុណអាស៊ីកម្លាំងខ្លាំងបែបនេះមិនអាចប្រើជាលើកទី2បានទេបងគូបពួយលើកទី2វាមិនមែនត្រឹមតែស៊ីកម្លាំងធាតុប៉ុណ្ណោះទេថែមទាំងងាយបំផ្លាញសរសៃឆ្អឹងថែមទៀតរឿងកែមនុស្សធម្មតាគឺមិនអាចទ្រាំបានទេមិនស្មានថាថៃភិញគឺអាចធ្វើបានយើងបែរជាចាញ់ក្បាច់គុណគូខៀវ ស៊ូថៃភិញឈ្នះ ឡ ល្អ ឡថៃភិញឈ្នះហើយ ថៃភិញឈ្នះហើយ មែនហើយ 3ឆ្នាំមកនេះថៃភិញច្បាស់ជាលំបាកខ្លាំងណាស់ ឡើងស្អីទៅគ្រាន់តែឈ្នះការសម្លម្នាក់សោះស្មានថាខ្លួនឯងអស្ចារ្យណាស់ទៅមិនក៏មិនមើលទៅថាគូបន្ទាប់គឺជានរណាគេ ហេតុអីជាគេខ្ញុំមិនវាយទេខ្ញុំសុំចុះចាច់ហើយ ជាវយោជាអតីតសិស្សក្នុងដែលត្រូវគេបណ្ដឹងចេញប្រហែលជាចង់អានការប្រឡងនេះត្រឡប់ចូលបាក់វិញអញជាអ្នករៀបចំមែនទេ កុំមកនិយាយតែផ្ដាច់សោះមេប៉ាឲ្យសិស្សច្បងរៀបចំបញ្ជីឈ្មោះហាញតាសិស្សច្បងគ្រាន់តែធ្វើតាមបញ្ជាតែប៉ុណ្ណោះសិស្សដែលប្រឡងសុទ្ធតែមានកិច្ចសន្យាស្លាប់រស់ខ្ញុំមើលទៅអាទូចម្នាក់នេះដូចជាមិនសំណាងនោះទេគូបន្តមកទៀតស៊ូថៃភិញតទល់ជាមួយនឹងជីវូយ៉ូ មួយជួអាងទ្រព្យសម្បត្តិរបស់គ្រូសាតាំងពីតូចមកមិនដែលខ្វះថ្នាំទឹកហើយនឹងស្មៅវិញ្ញាណនោះទេឥឡូវសមត្ថភាពគឺឡើងដល់កម្រិតទ្វារដំបងពាក់កណ្ដាលហើយ ចុះការខំប្រឹង3ឆ្នាំរបស់ថៃភិញមិនអាសាបងអស់ហើយទេ ខ្ញុំមិនគិតថាគេចាញ់ឡើង មិនយូហេតុអីឯងនិយាយបែបនេះ អារម្មណ៍ដឹង សិស្សច្បងស៊ីហឺជីឯងស្គាល់ដែរទេ ធ្លាប់ សិស្សច្បងរបស់យើងមានម្នាក់នោះស្អប់ឯងខ្លាំងណាស់បើអញ្ចឹងទើបបានជាពឹងយើង នេះរបស់ឯងចង់ឲ្យយើងបោះបង់ការប្រកួតទេ បើអញ្ចឹងមែនគឺពិតជាគួរឲ្យធុញណាស់ ក្នុងការប្រកួតពេលដែលឯងប្រើដាវទឹកនេះយើងក៏ត្រូវប្រើដាវដែរ ជីបួយជួយត្រូវបានគេល្បីថាគឺជាអ្នកដែលប្រើដាវលេខ1នៅក្នុងកម្រិតទ្វីបវិញ្ញាណអាម្នាក់នេះលេងសាច់មែន ក្ររហូតដល់គ្មានលុយទិញដាវសមរម្យមួយផង
ចង់មកប្រកួតទេពិតជាមិនខ្លាចមកមែន ថៃភេងកំពុងធ្វើអីហ្នឹង ការប្រកួតចាប់ផ្ដើម ក្បាច់ដាវពីខៀតមិនស្មានថាក្បាច់ដាវពីខៀតសោះ បែបដៃនេះពិបាកហាត់ណាស់ បាននេះជិះថាពិបាកមិនស្មាននឹងងឹតងប់ងល់ ហាត់ ទេ អី ក្បាច់ដាវនេះគឺមិនស្មុគស្មាញឡើយតែវាពិបាកត្រង់ថាត្រូវហាត់គ្រប់ក្បាច់ឲ្យសាច់ដុំចាំរចលណាស់ត្រូវពុក 3 ហាត់ ឆ្នាំ រាល់ នេះ ថ្ងៃ ក្រៅពីហាត់ដែរគេនៅហាត់ដែរទៀតថៃភេងតែមិនដែរសម្រាប់សោះមែនទេ គឺតែសពទៅគេហាត់យ៉ាងច្រើនបានតែ3ឆ្នាំទេជាបុយជូគឺហាត់ដល់ទៅ20ឆ្នាំស្ថានភាពគឺមិនល្អទេ ស្អីគេជីវយូចាញ់ហើយហ៎មិនអាចទៅរួចទេខ្ញុំកំពុងយកសពទៅនឹង ល្អណាស់ល្អណាស់ល្អណាស់ ល្អ ល្អ មុខរបស់ជើងយើងមិនអាចឲ្យវាស្លាប់ស្រួលពេកឡើយយើងនឹងធ្វើឲ្យអញរូបមិនស្មើនឹងស្លាប់ការឈឺចាប់របស់យើង មរបួសទ្វេភាគគឺប្រការឈឺចាប់ខ្លួនឯងដើម្បីពង្រីកការខកខាន10ដងឆ្លោះទៅសត្រូវវិញតែវាប៉ះពាល់ដល់ខ្លួនឯងខ្លាំងណាស់ជីវយោលើកនេះច្បាស់ជាចង់បដូរជីវិតហើយ ចាំមើលឯងទ្រាំនឹងការឈឺចាប់ដល់កម្រិតណាទៅ ថោកទីបហ៊ានប្រើមុនអកុំដល់សហបែបនេះក្នុងការប្រកួតផង អ្នកណាប្រាប់ថាហាមប្រើវិជាបែបនេះនៅក្នុងការប្រកួតទៅ អ្វីដែលខ្លាំងមិនមែនជាមុនអាគមនោះទេគឺខ្លួនជីវយូដែលផ្ទាល់ខ្ញុំឃើញថាវាគឺជាមនុស្សឈួតខ្ញុំចង់ឲ្យអាឆាឈួតនេះបំផ្លាញដងវិញ្ញាណធម៌របស់វាចោលទៅស្លាប់ឈឺចាប់ណាស់ ពួកកែទ្រាំគ្រាន់បើមើលទៅដូចជាមិនទាន់ឈឺគ្រប់គ្រាន់ទេ ជីវយូនោះសាហាវពេកហើយសូម្បីតែខ្លួនឯងក៏មិនលើកលែងដែរ អាទៅនៅក្មេងសោះតែត្រូវខកខានបែបនេះហើយ ឈួតហើយ ការប្រកួតបែបនេះគឺអញចិត្តធនណា ខ្ញុំបាននិយាយតាំងពីការថាត្រូវតែមានយុត្តិធម៌បើសិនជាអាចឲ្យវាចាញ់នៅក្នុងពេលនេះនៅអាចរក្សាជីវិតបានបើមិនចឹងទេ ឲ្យថៃភេងចោះចាញ់ទៅយ៉ាងច្រើនចាំ3ឆ្នាំក្រោយសាក់ថ្មី គេមិនចោះចាញ់នោះទេបង្ខំឲ្យគេបោះបង់ពេលនេះមិនខុសពីសម្រាប់គេនោះទេបើយ៉ាងវិញទៀតខ្ញុំមិនគិតថាគេចាញ់ឡើយ លិតស្បែកជើងឲ្យបានស្អាតទៅយើងនឹងឲ្យឯងស្លាប់ឲ្យបានស្រួលបន្តិចចាំមើលការសម្ដែងរបស់ឯងហើយត្រូវរបួសទ្វេដងរបស់ជើងហើយជើងរបួសឯងក៏របួសឯងត្រូវរងការឈឺចាប់ជើងទ្វេដងបានត្រូវ សិចបងឬមួយក៏គេមិនបានត្រូវមុនអាគមទេ មិនអាចទេគេត្រូវមុនអាគមច្បាស់ណាស់ តើមានន័យថាម៉េចអាចឈួតម្នាក់នេះអាចទ្រាំការឈឺចាប់បាន10ដងដោយផ្ទាល់ហ៎10ដងការឈឺចាប់10ដងរបស់ឯងនេះមិនស្មើនឹងការលុតឆ្អឹងកាលពីមុនផង ឯងកំពុងប្រឹងទ្រាំហើយឯងច្បាស់ជាកំពុងទ្រាំក៏បីដាក់ស៊ូថៃភីងឈ្នះ ល្អគេខ្លាំងពេកហើយតែត្រូវចំណាយកម្លាំងចិត្តនិងលះបង់ច្រើនប៉ុណ្ណាទើបអាចធ្វើបានដល់កម្រិតនេះ ទើបតែចាប់ផ្ដើមវគ្គសួរដាវ ល្អខ្លាំងណាស់ថៃភេងបន្ទាប់ទៅនេះឲ្យតែថៃភេងឆ្លងផុតវគ្គសួរដែររបស់សិស្សរួមចំនួន100រាល់ហើយសិស្សច្បងតែជួយណែនាំគេបន្តិចទេ ខ្ញុំនឹងឡើងមុនគេសមប្រកួតដើរជាមួយនឹងស៊ូថៃភីង សូម្បីតែចិនហើក៏អង្គុយមិនជាប់ដែរដោយពាក្យគេថាលើសាយវៀនមិនយោគយល់បងប្អូនឬមួយកំពូលភ្នំទី1តង់ស៊ីសាច់អាតូចម្នាក់នេះហើយ ខ្ញុំមើលទៅប្រហែលមកពីស្មៅចង្រៃនេះចាក់ភ្នែកអ្នកខ្លះទៅធ្វើឲ្យគេមិនសប្បាយចិត្ត សុទ្ធតែជាអ្នករួមបាក់ទាំងអស់គ្នាបន្ថយការនិយាយខ្លះទៅ ឥឡូវនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់តែបើចង់ឆ្លងផុតវគ្គនេះពិតជាមិនអាចទៅរួចឡើយ រឿងនេះចាប់ផ្ដើមសប្បាយមើលហើយ ចិនហើយជឺអញចង់ធ្វើអីហ្នឹង កំពូលភ្នំទី1គឺជាម្ចាស់ជ័យលាភីលើកមុនច្បាស់ជាមានសិទ្ធិសួរដើមគេហើយឯងពិតជាដៃធំមេតាមែនហើយតែរឿងអ្នកធ្វើកំពូលភ្នំជាងមិនសប្បាយចិត្តខ្ញុំនឹងដោះស្រាយវា សិស្សច្បងការសួរដាវលើកនេះសូមឲ្យខ្ញុំចំណេញចេញមុខបានទេ យ៉ាងមិនដែរសោះបងឯងក៏មើលមិនចូលអាម្នាក់នឹងដែរ សិស្សច្បងនិយាយធ្ងន់ពេកហើយខ្ញុំគ្រាន់តែមិនចូលចិត្តឈ្មោះរបស់វាថៃភីងលោកនេះមានសន្តិភាពឯណាទៅ យេស៊ីន
ឯងគឺមានឆ្អឹងទឹកមាសថែមទាំងជាធាតុភ្លើងកម្រតាមច្បាប់ប៉ាឯងមិនអាចចេញប្រកួតបាននោះទេ ឲ្យគេប្រកួតច្បាប់គ្រាន់តែជាគ្រុឌដាមនុស្សទើបសំខាន់សម្រាប់តាមនឹង ម៉េចក៏លោកមេប៉ាក់ធ្វើបែបហ្នឹង យេស៊ីនចេញមកស៊ូដើរដោយផ្ទាល់ហ៎គេគឺជាម្នាក់នៅក្នុងចំណោមសិប្បកម្មបំផុតរបស់ប៉ាក់ឈីសៀនហើយយើងឮថាគេធ្លាក់ដល់កម្រិតវ៉ាងយូរហើយណា រកវិធីជួយគេផងថៃផេងត្រូវគេសម្រាប់មិនខាន ការប្រកួតនេះអ្នកស៊ូដើរត្រូវតែបន្ថយកម្លាំងត្រឹមថ្នាក់ដំបូងហាមប្រើវិជាកម្រិតខ្ពស់និងអាគមហាមប្រើឧបករណ៍ទប់ជំនួយអ្នកល្មើសត្រូវតែដកសិទ្ធិភ្លាមត្រឹមគេហ្នឹងមិនចាំបាច់ប្រើរបស់ទាំងហ្នឹងទេគ្រាន់តែដើមមួយដើមគ្រប់គ្រាន់ពេកហើយ ឯងកំពុងធ្វើនឹងឬមួយក៏គេចង់កិច្ចយករួចខ្លួន មិនមែនទេមើលចុះគេទៅដកដៃតាសត្វតាជាដៃធម្មតាសោះមិនក៏គេ មិនបានជាគេមានដៃច្រើនមែនទេ គឺដើមមិញនេះវារិលបាត់ទៅហើយការប្រកួតចាប់ផ្ដើមទោះជាត្រូវបន្ថយកម្រិតកម្លាំងចុះក៏យេស៊ីននៅតែមានធៀបកំពូលដែរលើនេះស្ទើរធំហើយ នៅពេលនេះទោះបីជាគេចង់ដល់ខ្លួនក៏មិនអាចដកបានដែរ កុំបារម្ភអីខ្ញុំច្បាស់ជារកមជ្ឈូសល្អមួយដល់គេជាមិនខានគ្រាន់តែឈោក៏អាចដឹងអំពីសម្ពាធខ្លាំងដល់ថ្នាក់នេះនេះហើយជាកម្លាំងពិតរបស់ថ្នាក់បើកទ្វារវគ្គកំពូលគ្រាន់តែរលកធាតុរបស់យេស៊ីនក៏អាចបុកស្លាប់ដែរ នេះជាអនុភាពថ្នាក់បើកទ្វារវគ្គកម្ពុជាថៃផេងក៏ទម្លាក់ដល់វគ្គកម្ពុជាដែររឿងមកកន្លងមកគេលាក់កម្លាំងពិតរហូត រឿងជីនហើជឿបៀតបៀនលីវឈីមីងឯងដឹងរឿងនេះទេដឹងតាបើសិនជាឯងបានដឹងហើយហេតុអីនៅតែព្រមធ្វើជាឆ្កែបម្រើរបស់វាទៀតឲ្យតែយើងខ្លាំងធ្វើអ្វីក៏ត្រូវទាំងអស់យើងគ្រាន់តែរើសឈរខាងអ្នកខ្លាំងតែប៉ុណ្ណោះ គេប្រើក្បាច់ដើមពីគេទាំង5អនុភាពដើរគឺការឡើងរាប់ពាន់ដង សាច់បងមិនក៏អាចទៅរួ យេ ច ស៊ីនគេមានឆ្អឹងទឹកមាសធាតុភ្លើងថែមទាំងមានប៉ាធំជួយជុំជើងទៀតថែមភីងគេមានតែខ្លួនឯងសម្រាប់ចូលម្ដងមួយជំហាន យ៉ាងម៉េចកម្លាំងអាមាញ់មិញបាត់តាណាអស់ហើយជុំលេងហើយបញ្ចប់ត្រឹមនេះចុះ អរចារ្យណាស់លាក់ខ្លួនលុតដំរយៈពេល3ឆ្នាំថៃផេងទៅទម្លាក់ដល់កំពីលំដាប់ទី2ហើយអរចារ្យណាស់ពិតជាអរចារ្យណាស់ ឆ្អឹងទឹកមាសធាតុភ្លើងបែរជាត្រូវវាយខ្ទៀតតើខ្ញុំកំពុងតែយល់សប្តិមែនទេទទួលស្គាល់ថាយើងពិតជាមើលស្រាលឯងមើលទៅឯងចង់ស្លាប់គឺត្រូវនឿយហត់បន្តិចហើយ កាច់ចាញ់ទៅ ហើយមិនđiប្រាប់ថាចោចាញ់មិនព្រមជជែកចង់ឈ្នះសំមុខគេអើយក្លិនឈាមឆេះខ្លោចនេះឬមួយហៅថាឆ្អឹងរឹងទៅទឹងនោះ នៅទឹកនេះប្រើត្រឹមតែមួយដៃ គឺជាកំពីលំដាប់ទី3ហើយ ទប់ទល់រហូតដល់វាចេញមិនថាពីវេលាឬមួយជាភាពក្លាហានសុទ្ធតែកណនីបានចាំងច្បាស់ វគ្គស៊ូដៅមិនទាន់ចប់នោះទេ មិនឡោះទេយេស៊ីនទម្លុះកម្រិតច្បាប់ប្រកួតហើយនេះគឺជាកម្រិតវ៉ាងយូ អាយ៉ាខ្ញុំទ្រាំមិនរួចទេ ព្រមព្រៀងគ្នាថាប្រកួតត្រឹមថ្នាក់ដំបូងតែគេបានជាល្មើសច្បាប់ពីនេះនេះខុសច្បាប់ហើយ ឈប់ភ្លាម ពួកឯងកុំភ្លេចថាយេស៊ីនជាអ្នកមានឆ្អឹងទឹកមាសធាតុកម្ររកបានណាបើដួងចិត្តធម៌របស់គេត្រូវបានបែកបាក់ហើយជាការខាត់បងដ៏ធំធេងរបស់ប៉ាឈីងជ្វីន ថ្ងៃនេះបើខ្ញុំមិនអាចឈ្នះនៅក្នុងការប្រកួតទេចិត្តខ្ញុំក៏វាមិនអាចស្ងប់បានដែរ យេស៊ីនកំពុងតែគំរាមកំហែងគេហើយ ការប្រកួតបន្តទៀត មិនក៏អញ្ចឹងទៅថោខ្លាំងយ៉ាងនេះ លើលោកនេះដំណើរគឺអយុត្តិធម៌ស្រាប់ទៅហើយបើឯងមានវាសនាខ្ពស់កើតមកគឺខ្ពង់ខ្ពស់ជាងគេមួយកម្រិតភ្លាមហ៊ីឡុងវាស៊ូដើមមិនទាន់បញ្ចប់ថយចេញទៅ ព្រឹទ្ធាចារ្យ
ការប្រកួតនេះអយុត្តិធម៌ណាស់ នៅមិនថយចេញទៀតទេយុទ្ធធម៌មែនទេ ពិភពលោកនេះមិនដែលវាស់វែងខ្ពស់ទៀតតែមួយមុខឡើយចិត្តមនុស្សសាហាវខូខើល្បិចកលក៏ជ្រៅពិបាកទប់ទល់ជាងគ្រោះធម្មជាតិទៅទៀតមនុស្សពូកែពូកែអស់ចាស់ជាច្រើនណាស់មិនមែនចាញ់ក្រំរន្ទះគ្រោះថ្នាក់ទេគឺដួលក្រំល្បិចរបស់ចិត្តមនុស្សថៃភិញតើឯងនឹងដោះស្រាយយ៉ាងណា ព្រឹទ្ធាចារ្យហេឡុងមានការអីអរគុណលោកដែលបានជួយរកយុត្តិធម៌គួរឲ្យខ្មាស់អៀនណាស់វគ្គសួរដែរមិនទាន់ចប់ទេលោកមើលការប្រកួតក្បែរនេះសិនទៅប្រយ័ត្នខ្លួនត្រៀមខ្លួនងាប់ហើយតើមែនទេចាំបន្តិចភ្លាមនឹងហើយ នេះគេកំពុងធ្វើអីយ៉ាងមិនចេះគេនៅមានដៃធន់ជាប់ខ្លួន ថៃភិញក្រៅពីឯងហាត់វិជាក្រោះទឹកបងនឹងមករៀនវិជាលុតរៀនកាយពិសេសមួយដល់ឯងចាប់ពីពេលនេះទៅទោះបីហូបបាយដេកឬក៏ងូតទឹកដែលខាត់មិនត្រូវដោះវាចេញឡើយ ចុះពេលណាទើបខ្ញុំអាចដោះវាចេញបាន ដល់ពេលវេលាសមរម្យឯងនឹងដឹងតែខ្លួនឯង មើលទៅមានតែត្រូវដោះចេញហើយ គ្រាន់តែរបស់ធ្ងន់ប៉ុណ្ណឹងតើអាចធ្វើអ្វីកើតទៅ មានរឿងស្អីហ្នឹងដុំដៃតូចសោះមួយក៏ធ្លាក់មកធ្ងន់ម្លេះ មួយចុះនៅមានមួយទៀតអើយបោះចោលទៀតហើយ ខ្ញុំដឹងហើយនោះគឺជាដៃធ្ងន់សកលបាទូការពារកុំឲ្យរលកបោកទូកក្លាប់ទេ ព្រះហើយមិនក៏នៅមានទៀតនោះគឺជាបិសាចមកពីណា ដៃសង្កត់ទូមួយដុំតូចមានទម្ងន់រាប់រយនាលលើខ្លួនថៃភិញយ៉ាងហោចណាស់ក៏មាន14ដុំដែរច្បាស់ជាមានទម្ងន់ជាង2នាលហើយ ឬច្រើនឆ្នាំមកនេះគេពាក់ពីទាំងហូបទាំងដេក ស៊ូថៃភិញមកពីសំណាក់រិស័យខៀវសុំស៊ូដាយេសៀនកម្ពុជាភ្នំទី1 ប្រឹងឡើងប្រឹងឡើង ប្រឹងឡើង ប្រឹងឡើង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  ត្រឹមឯងហ្នឹងហ៊ានស៊ូដាយជាមួយយើងផង មិនស្រួលទេគេកំពុងតែប្រើកម្លាំងពេញហើយ ក្បាច់បំបាយភ្នំខ្លាចលបឿនអញខ្លាំងពេកទើបយើងមកដល់របស់ធ្ងន់ចេញវងគោរបស់ពួយ យេសៀនគ្មានកម្លាំងវាយបកវិញសូម្បីតែបន្តិច ក្បាច់ដើររកពួនឡឡពុតជាឡណាអស់ចា ល្អខ្លាំងណាស់ ឡមែនឡ ល្អខ្លាំងណាស់ ឡណា ឡណា ឡ ឡខ្លាំងណាស់ អាសម្រាប់ថោកទៀតឯងជាការសំណល់ស្អីទៅឯងគិតថាធ្វើបែបនេះអាចឈ្នះយើងបានទេ បើប្រើបណ្ដាសាភ្លឹងពីគិតវានឹងបំផ្លាញឬគល់ឆ្អឹងទៅវាជួតហើយកុំអីស៊ូថៃភិញហាមចេញដៃដាច់ខាត យើងសម្លាប់ឯង ឈប់ភ្លាមទៅ មនុស្សឆ្អឹងធម្មតាចុងក្រោយក៏អាចយកឈ្នះកម្ពុជាភ្នំនោះដែរ ស៊ូថៃភិញឯងដឹងកំហុសដែរទេលោកមេប៉ាសុំកំខឹងអីថៃភិញទើបតាឡើងភ្នំកាលនៅក្នុងតកូនអ្នកស្រែកណាដឹងកំហុសហើយ ខ្ញុំមានកំហុសស្អីទៅ មិនតន់ខ្លាចទៅជាសិស្សពេញលេងផងហើយនៅរឿងឬមិនស្ដាប់បង្គាប់បើជាសិស្សពេញលេងទៀតទៅជាយ៉ាងណាយើងនឹងបំផ្លាញកម្លាំងធាតុឯងចោល ឯងហ៊ានទេ សើសូមគោរពលោកគ្រូពូតូច តើលោកគ្រូតើម្នាក់នេះជាអ្នកណាគាត់ជាបុព្វបុរសនៃបច្ឆិញស្វៀនជាមនុស្សតែម្នាក់គាត់ក្នុងចំណោមវិមានទៅទាំង9ដែលតទៅជាមួយស្ដេចបិសាចធម្មតាលោកគ្រូតើកម្រលេចមុខណាទើបសាចំនួនក្រោយមិនសូវដែរលេចឈ្មោះ យើងទើបតែត្រឡប់មកវិញសោះបាក់ឈីងសៀនបើជាមានរឿងរញ៉េរញ៉ៃបែបនេះ លោកគ្រូពូតូចត្រឡប់មកពីសមុទ្រខាងជើងវិញហើយនេះគឺមិនប្រាប់សើឲ្យបានដឹងមុន បើប្រាប់ឲ្យដឹងជាមុនយើងអាចមើលឃើញរឿងល្អមើលបែបនេះបានទេ ស៊ូថៃភិញគ្រាន់តែឆ្នះតែចែកដុនតែគេបាត់ជាចេញដៃចឹងសាហាវព្រិចផ្សៃ ចេញដៃសាហាវខូខើឲ្យនិយាយបែបនេះមិនចេះខ្មាស់មាត់ខ្លួនឯងទេនិយាយសៀនធម្មតាវាយឬខ្ពស់កោងកាចមិនក៏ឯងមិនបដៅ និយាយសៀនគេមានឆ្អឹងទឹកធាតមាសភ្លើងជិះសសរនៃសាលាទិសទាំង7របស់ពួកយើងហើយស៊ូថៃភិញគ្រាន់តែជាចឹងធម្មតា សម្ដីឯងចង់មានន័យថាអ្នកមានតម្រៃទេពខ្ពស់អាចធ្វើបាបអ្នកមានតម្រៃទេពទាបបានមើលទេ ណែលោកគ្រូពូតូចកុំខឹងអី
ឆាប់ទៅសុំទោសស៊ូថៃភិញភ្លាមទៅ ឲ្យខ្ញុំទៅសុំទោសវា ស៊ូថៃភិញអមមិនជាការជួយច្រឡំរបស់យើង អេឈោធ្មឹងធ្វើស្អីទៀតឥឡូវនេះឈ្នះហើយពួកឯងរាល់គ្នារើសើបបន្តយ៉ាងម៉េចមិនក៏មិនរើសយកគេទៅយ៉ាងម៉េចគ្មានអ្នកយកទេ អាខ្ញុំជោគក្នុងពេលដែលគ្មានអ្នកណាចង់បានអាណិតនេះអញ្ចឹងសាលាទី7យើងសុំចិត្តឲ្យដែរទទួលជោគគេ ចាំបន្តិចគិតស្រួលបែកឆាយតែដឹងស្អីទៅហៅថាបង្ខំចិត្តទទួលយកពួកយើងមិនទាន់ហៅមាត់មួយម៉ាត់ផងថៃភិញទៅអញគិតឲ្យបានច្បាស់សាលាទី7ពួកគេក្ររហ័នដាច់បាយដាច់ទឹកស្អីក៏គ្មានដែរសាលាទី6របស់ពួកយើងខុសសាលាខ្ញុំធានាជូនបើឯងជ្រើសរើសសាលាទី6ពួកយើងអត់សត្វសម្រាប់ហាត់រៀនទៅថ្ងៃមុខមិនខ្វះឡើយ ចាំបន្តិចថៃភិញ្ញាមកសាលាទី5របស់យើងវិញមកសាលាទី5ទើបតែមានកំពូលគ្រូវិជាគុណម្នាក់មកដល់អាចច្បាស់ជារីកចម្រើនខ្លាំងជាមិនខាតនោះទេណា កំពុងវិជាគុណលោកម្ចាស់សាលាមនុស្សដែលលោកនឹងជិះមិនចាញ់ក្រំធ្វើដៃខ្ញុំទេតែមែនទេ ថៃភិញ្ញាមកសាលាទី3របស់យើងវិញមកយើងនឹងណែនាំវិជាគុណដល់ឯងដោយផ្ទាល់ទោះបីជាអាចមានត្រឹមតែឆ្អឹងធម្មតាក៏យើងធានាថាឯងអាចទម្លុះដល់កម្រិតមេ30ឆ្នាំដែរ លោកម្ចាស់ថៃភិញ្ញាទោះបីជាមុននេះយើងមានរឿងដែលមិនជួបចិត្តគ្នាសង្ឃឹមថាឯងអាចមកសាលាទី1របស់យើងបានព្រោះតែសាលាទី1របស់យើងគឺមានកម្ពីកម្ពូលទាំងពីររបស់ប៉ាឈីងស្វៀនវាជាការពីនគិរិចនិងធ្នូឋានសួគ៌ អេឈិញជីឯងហ៊ានយកវិជាការពីនគិរិចនិងក្បាច់ឋានសួគ៌មកបង្អួតផងឯងនេះខ្សែលើពេកហើយ មើលតាមការសម្ដែងរបស់ថៃភិញនៅថ្ងៃនេះយើងជឿថាគឺមានសមត្ថភាពគ្រប់គ្រាន់ យើងយ៉ាងម៉េច ឯងចប់ជាមុខក្រាស់មែនព្រឹទ្ធាចារ្យលីវខ្ញុំមិនចង់រស់នៅសាលាទី1ទេ ថៃភិញរើសយកជើងមកតែបានទេ រើសយកមកថៃភិញរើសក្តីមកគឺយើងរើសយកមកថៃភិញរើសយកមកជប់ឥឡូវយើងមានជំរឿមួយឲ្យឯងទោះបីជាឯងមានឆ្អឹងអន់បន្តិចពិតមែនហើយរូបរាងវិញក៏មិនសង្ហាដូចយើងកាលពីនៅក្មេងតែមើលការសម្ដែងរបស់ឯងថ្ងៃនេះយើងមកខំចិត្តទទួលយកឯងធ្វើជាសិស្សចុងក្រោយរបស់យើងទៅចុះឯងយល់យ៉ាងម៉េចដែរ ថាម៉េច ស្ដាប់មិនច្រឡំទេសិស្សចុងក្រោយផងហ៎ លោកគ្រូពូទុយមិនដែលធ្វើជោគសិស្ស10ឆ្នាំហើយការរកខ្ញុំរត់ជង្គង់សុំបគាត់ប្រាប់2ថ្ងៃ7ជោគ គឺច្បាស់ហើយលើ លោកគ្រូពូទុយចង់ទទួលអាណត្តិនេះធ្វើជាសិស្សពិតមែនទេ មិនបានតើមានទេ លោកគ្រូពូទទួលសិស្សគឺជារឿងធំរបស់ប៉ាមិនអាចលេងសើចបានឡើយ ឯងថាយើងនឹងលេងសើចទេ មិនហ៊ានទេ ល្អិតឲ្យតែឯងព្រមធ្វើជាសិស្សរបស់យើងរឿងផ្សេងយើងមិនហ៊ានធានាទេប៉ុន្តែរឿងវិជ្ជាទាំងអស់ដែលមានពេញមួយជីវិតនេះយើងនឹងបង្រៀនឯងឲ្យអស់តែម្ដងយ៉ាងមិនដែរលោកគ្រូតាអរគុណចំពោះបំណងល្អរបស់លោកតាគឺគ្រាន់តែកាលពី3ឆ្នាំមុនខ្ញុំធ្លាប់មានសន្យាជាមួយសិស្សច្បងឈីងសៀននិងបងស្រីឲ្យតែខ្ញុំប្រឡងជាប់ខ្ញុំត្រូវឡើងទៅលើកំពូលភ្នំទី7 ភ្នំទី7 ភ្នំទី7ហើយមានរឿងអីកើតឡើងហ៎យ៉ាងម៉េចនឹង ថៃភិញកំលងពេកអីលោកគ្រូតាសមាជិកទទួលអញធ្វើជាសិស្សហើយជម្រាបសំណាក់ឯងហើយ អំបញ្ញមិញនេះយើងគ្រាន់តែសាកល្បងឯងតែប៉ុណ្ណោះទេណាល្អណាស់ដែលឯងមិនបានមកវិញដោយសារតែការលបងពីខាងក្រៅ បានហើយឲ្យទៅហាត់ទៅរៀននៅកំពូលភ្នំទី7ឲ្យបានល្អទៅណា ល្អិតម្នាក់នេះយើងខំទម្លាក់ទឹកមុខវឯងហើយឯងបែរជាបដិសេធយើងទៅកើតឯងចាប់មើលចុះយើងនឹងឲ្យឯងមកលុតជង្គង់វយើងទទួលធ្វើជាសិស្សឲ្យទាល់ទៅបានក្រោយចប់វគ្គស៊ូដាវនេះហើយទៅចាំយើងនៅកំពូលភ្នំធំទៅរឿងនេះយើងត្រូវស៊ូដេញដោលឯងឲ្យច្បាស់លាស់ បាទ មុនពេលដែលមកជួបយើងត្រូវពិន័យឲ្យចម្លងច្បាប់ប៉ាឈីងសៀន1000ចប់